ខ្លាខ្ញុំពេលមានផឹកតែងតែនឹកគ្នាអ្នកខ្លាមានសាច់មានបៀឲ្យតែជប់គ្នាផឹកដូររមនដាក់មួយកំប៉ុងត្រន់តែក៏មើលស្រែស្លោស្លន់ស្រែកហូលឺលន់មើលហើយចង់ទ្រុនហេអរគុណសោះពេលផឹកអស្រាខ្លាទៅនងខ្លាំងពេលទូរស័ព្ទខ្លាសេតរកលែប្រញាប់ថាប្រពន្ធកូនចាំនៅឯផ្ទះខ្លាអស់បារីខ្លាទៀតទៅទិញដែកកែខ្លាចហើយលោកព្រះសូមបីម្ចាស់ផ្ទះក៏ទៅដេកបាត់ពេលមកដល់ព្រាមអួតធានាថាជួនទៅផ្ទះពេលនេះដឹងច្បាំងពេលស្រវឹងវារត់ទៅដេកគ្នាស្រវឹងហើយមានការអីចាំនិយាយគ្នាស្អែកឯសំបិតភ្នែកស្ងំដេកតិចសិនអាម៉ាចង់ស្បាត់និយាយមែនពេលឆាតមកឯងហ៊ានអត់ដល់ពេលមកដល់ជួបមុខជួបមាត់និយាយផ្លត់ដូចសែនពិបាកគ្រាន់តែរឿងព្រោះតែខ្លាចអាពួកម៉ាតែចរិតកងសាផឹករត់ចោលគ្នាចាប់ពីពេលនេះកុំឲ្យមានកម្មតែកុំឲ្យមានពៀផឹករត់ចោលគ្នាឈប់លេងចូលមកនិយាយរឿងខ្លាខ្ញុំពេលមានផឹកតែងតែនឹកគ្នាអ្នកខ្លាមានសាច់មានបៀឲ្យតែជប់គ្នាផឹកដូររមនដាក់មួយកំប៉ុងគ្រាន់តែក៏មើលស្រែស្លោស្លន់ស្រែកហូលឺលន់មើលហើយចង់ទ្រុនហេអរគុណសោះពេលផឹកអស្រាខ្លាទៅនងខ្លាំងពេលទូរស័ព្ទខ្លាសេតរកលែប្រញាប់ថាប្រពន្ធកូនចាំនៅឯផ្ទះខ្លាអស់បារីខ្លាទៀតទៅទិញដែកកែខ្លាចហើយលោកព្រះសូមបីម្ចាស់ផ្ទះក៏ទៅដេកបាត់ពេលមកដល់ព្រាមអួតធានាថាជួនទៅផ្ទះពេលនេះដឹងច្បាំងពេលស្រវឹងវារត់ទៅដេកគ្នាស្រវឹងហើយមានការអីចាំនិយាយគ្នាស្អែកឯសំបិតភ្នែកស្ងំដេកតិចសិនអាម៉ាចង់ស្បាត់និយាយមែនពេលឆាតមកឯងហ៊ានអត់ដល់ពេលមកដល់ជួបមុខជួបមាត់និយាយផ្លត់ដូចសែនពិបាកគ្រាន់តែរឿងព្រោះតែខ្លាចអាពួកម៉ាតែចរិតកងសាផឹករត់ចោលគ្នាចាប់ពីពេលនេះកុំឲ្យមានកម្មតែកុំឲ្យមានពៀផឹករត់ចោលគ្នាឈប់លេងចូលមកពេលមកដល់ព្រាមអួតធានាថាជួនទៅផ្ទះពេលនេះដឹងច្បាំងពេលស្រវឹងវារត់ទៅដេកគ្នាស្រវឹងហើយមានការអីចាំនិយាយគ្នាស្អែកឯសំបិតភ្នែកស្ងំដេកតិចសិនអាម៉ាចង់ស្បាត់និយាយមែនពេលឆាតមកឯងហ៊ានអត់ដល់ពេលមកដល់ជួបមុខជួបមាត់និយាយផ្លត់ដូចសែនពិបាកគ្រាន់តែរឿងព្រោះតែខ្លាចអាពួកម៉ាតែចរិតកងសាផឹករត់ចោលគ្នាចាប់ពីពេលនេះកុំឲ្យមានកម្មតែកុំឲ្យមានពៀផឹករត់ចោលគ្នាឈប់លេងចូលមក